សួរលោកគ្រូអ្នកគ្រូសួស្តីបងប្អូនសិស្សានុសិស្សថ្នាក់ទី6ទាំងអស់គ្នាថ្ងៃនេះលោកគ្រូលើកយកអំណានកំណាព្យបុត្រល្អនៅក្នុងសៀវភៅភាសាខ្មែរថ្នាក់ទី6ទំព័រទី131មកធ្វើការសិក្សាដើម្បីឆ្លើយសំណួរនិងធ្វើលំហាត់ឥឡូវនេះយើងចូលទៅមើលសំណួរក៏ដូចជាលំហាត់ទាំងអស់គ្នានេះគឺជាសំណួររបស់យើងបាទមានចំនួន3ហើយនឹងលំហាត់មានលំហាត់កនិងលំហាត់ខបាទបងប្អូនអាចមើលបានតោះកុំឲ្យខាតពេលគឺយើងបន្តទៅមើលអត្ថបទហើយអត្ថបទនេះគឺជាមេសូតបាទតែងជាបទពាក្យ7អញ្ចឹងមុននឹងធ្វើការឆ្លើយសំណួរក៏ដូចជាធ្វើលំហាត់លោកគ្រូសូមសូត្របាទបទកំណាព្យបុត្រល្អនេះជាមុនសិនកំណាព្យបុត្រល្អបទពំនោលកុងមកយើងជាបុត្រល្អទឹកចិត្តស្មងសគោរពមេត្តាបៃតាលោកបីបំថ្នមរាំងសាមើលខុសត្រូវណាណែនាំពន្យល់អប់រំទុនភ្លុនគោរពចាំងទុំសងភាពរំទុំប្រកាន់ចរិយាប្រពៃការងារមុះមុតវៀងវៃរៀនសូត្រជោគជ័យមេត្តាបៃតាសប្បាយនឿយហត់លំបាករសាយលោកឪពុកអ្នកម្ដាយសង្ឃឹមអនាគតកូនបុត្រល្អទុកដូចជាក្បូនយឹតយោងបងប្អូនញាតិមិត្តប្រជាមាតុភូមិបាទសូមអរគុណនេះគឺជាកំណាព្យបទពំនោលបាទអញ្ចឹងយើងបញ្ចប់ហើយឥឡូវនេះយើងបន្តទៅការឆ្លើយសំណួរហើយនឹងធ្វើលំហាត់ទាំងអស់គ្នាចម្លើយ1កូនល្អត្រូវមានអាកប្បកិរិយាដូចជាទន់ភ្លន់សុភាពរាបសាររំទុំចេះគោរពចាស់ទុំ2កូនល្អផ្ដល់សារៈសំខាន់ខ្លាំងណាស់គឺដូចជាក្បូនដែលជួយយឹតយោងបងប្អូនញាតិមិត្តនិងជាតិមាតុភូមិឲ្យបានល្អប្រសើរ3កំណាព្យនេះនិយាយអំពីលក្ខណៈសម្បត្តិនៃកូនល្អឥឡូវនេះយើងបន្តមកលំហាត់របស់យើងករកន័យដូចនឹងពាក្យខាងក្រោមមេត្តាបៃតាបាទន័យដូចមានម្ដាយឪពុកម៉ែឪម៉ាក់ប៉ាព្រះមេត្តាព្រះបិតាញោមស្រីញោមប្រុសបាទមួយទៀតសូត្រន័យដូចនឹងពាក្យសូត្រមានស្មូតទន្ទិញបាទមួយទៀតគឺបុត្រន័យដូចនឹងពាក្យបុត្រមានកូនរាជបុត្រលំហាត់ខគេឲ្យយើងរកសូត្រដូចនឹងពាក្យទុំចិត្តទុកបាទទុំគេគុណនាមទីតីពីខ្ចីពីចាស់គឺដែលដល់កំណត់ចិត្តជ្រុះពីមេឃពីតងឧទាហរណ៍ផ្លែឈើទុំស្លឹកឈើទុំទុំកិរិយាស្ថិតលើទ្រនំឧទាហរណ៍ក្អែកទុំលើមេឃអំពិលទុំគុណនាមដែលចាប់ឈឺមិនស្រាកស្រានឧទាហរណ៍រោគទុំជំងឺទុំចិត្តនាមវិញ្ញាណខាងក្នុងសម្រាប់គិតឧទាហរណ៍បូណាមានទឹកចិត្តល្អប្រពៃចិត្តកិរិយាកាត់ជាចំណិតឧទាហរណ៍ម្ដាយខ្ញុំចិត្តបន្លែចិត្តនាមដែលគេធ្វើដោយផ្ចិតផ្ចង់រួចរាល់ហើយឧទាហរណ៍វិចិត្រករទុកកិរិយាដាក់អ្វីនៅទីណាមួយឲ្យបានគង់នៅឧទាហរណ៍បងខ្ញុំទុកនំនៅលើគ្រែទុកនាមសេចក្តីព្រួយសេចក្តីលំបាកឧទាហរណ៍ឪពុកនៃតាអង្គុយកើតទុករឿងបាត់គោបាទអរគុណលោកគ្រូអ្នកគ្រូបងប្អូនដែលបានយកចិត្តទុកដាក់ស្ដាប់និងធ្វើការរៀនជាមួយលោកគ្រូទាំងអស់គ្នាសូមជួយចុច Subscribe Channel YouTube របស់លោកគ្រូដើម្បីទទួលបាននូវវីដេអូរៀនបន្តទៀតសូមអរគុណសូមជម្រាបលា